ហើយអ្វីដែលយើងសំខាន់គឺយើងឃើញឆ្នាំនេះមានការចូលរួមពីអ្នកចូលរួមទាំងអស់ពីពិសេសគឺអន្តរជាតិចិត្តជា1000នាក់ដែលបានចូលរួមក្នុងការប្រតិកម្មរបស់យើងដែលមានខាងជនជាតិចិនច្រើនជាងគេអត់ជប៉ុនតែចាំបន្ទាប់មកគឺជនជាតិ UK អញ្ចឹងបរិយាកាសនៃការរៀបចំរបស់យើងមានគុណភាពកាន់តែល្អសារហើយស្ថានភាពកាសធាតុក៏ល្អប្រមិញបាទហើយអ្នករត់ទាំងអស់ជាពិសេសអ្នករត់ខាងជាពីចិនដែលគាត់មកនោះគាត់បានភ្ញាក់ផ្អើលគាត់ថាការរត់នៅទីនេះហាក់បីដូចជាមានស្អីមួយដែលតាក់ចិត្តគាត់ឲ្យមានភាពអស្ចារ្យក្នុងការរត់របស់គាត់ពួកគាត់ភាគច្រើនគាត់រត់នៅតាលីម៉ារ៉ាតុននៅឯខេត្តយូណានបាទគឺជាកន្លែងដែលជារត់សម្រាប់ជាតិធំប៉ុន្តែគាត់ថាផ្លែកអារម្មណ៍ជាងគេនៅទីនេះបាទហើយដល់នេះអញ្ចឹងគឺជាសញ្ញាណល្អមួយសម្រាប់យើងនៅឆ្នាំក្រោយៗទៀតដែលយើងអាចទាក់ទាញភ្ញៀវទេសចរចូលរួមក្នុងការរត់នេះកាន់តែច្រើនហើយយើងសង្កេតឃើញថាទី1យើងបានពង្រឹងសមត្ថភាពជាមួយអាជ្ញាធរអប្សរាជាមួយនឹងអាជ្ញាធរខេត្តនិងកងកម្លាំងទាំងអស់បានបិទផ្លូវបានល្អមែនទែនក្នុងទឹកនេះបាទហើយកន្លងជាផ្លូវរត់ក៏បានស្រួលបាទផ្លូវរត់ក៏បានស្រួលអញ្ចឹងមានសុវត្ថិភាពទាំងអស់គ្នាភាគច្រើនគឺយើងឃើញមានបញ្ហាអីកើតឡើងទេបាទជាសំខាន់ជាងគេគឺអាជ្ញាធរគាត់ទៅ42គីឡូអញ្ចឹងរត់ដល់ទៅចុងដល់ទៅខាងទីស្រីហើយតែចឹងខាងបណ្ដាខាងទីប្រជាជនចុះមិនចាស់ប្រុសស្រីមកអបអរសាទរតាមផ្លូវលើកទឹកចិត្តឲ្យអ្នករត់នឹងកាន់តែមានទឹកចិត្តល្អហើយសប្បាយរីករាយថែមទៀតអញ្ចឹងទាំងអស់នេះហើយគឺជាការតាក់ចិត្តតាក់បេះដូងរបស់យើងអញ្ចឹងជាទូទៅយើងវាយតម្លៃថាសំសម្បត្តិស្របការរៀបចំរបស់ល្អបាទការផ្ដល់នូវភាពរីករាយដល់អ្នករត់ទាំងអស់គាត់យើងបាន